បាទគោរពជំរាបសួរបងប្អូនថ្ងៃនេះនាំបងប្អូនមកប្រពៀតព្រៃមួយថ្ងៃបាទអញ្ចឹងផ្ទះដែលយើងបានធ្វើហើយគឺយើងអត់ទុកចោលទេគឺយើងត្រូវមកថែទាំជនអតិថិជនហើយផ្ទះនេះដែរគឺបងប្រុសបងស្រីគាត់នៅសហរដ្ឋអាមេរិកបាទគាត់ធ្វើហើយគឺគាត់ឲ្យយើងជួយមើលថែទាំឲ្យអញ្ចឹងណាបាទនៅខាងខេត្តសៀមរាបអញ្ចឹងបងប្អូនមើលទីតាំងបាទគឺស្រែជុំវិញផ្ទះនេះតំបន់នេះគឺល្អបងប្អូននៅសៀមរាបយើងឥឡូវគឺល្អហើយគាត់ថាផ្លូវចូលពិបាកបន្តិចនេះផ្លូវនេះស្រួលហើយបើកាលពីខាងយើងកំពុងធ្វើសំណង់ព្រះហើយអូសសិតតកោយន្តអូសសិតតត្រាក់ទ័របានយកទៅដល់កន្លែងសំណង់ធ្វើបាទអញ្ចឹងគឺទោះបីយ៉ាងណាឧបសគ្គប៉ុន្នេះมันជាបញ្ហាសម្រាប់ក្រុមការងារទេបាទហើយផ្ទះនេះយើងដំណើរការបាន3ខែហើយបងប្អូនបាទអាចដេករាយប៉ាយគួរសមល្អមែនតើបាទយើងមិនទាន់បានបំពាក់ម៉ាស៊ីនទឹកចូលទេដោយសារឥឡូវនេះគឺនៅមិនទាន់អស់ភ្លៀងទៀតបងប្អូននៅយើងអត់ទាន់អស់ភ្លៀងទៀតអញ្ចឹងតែចូលរាប់ដើមក្តៅគឺយើងយកម៉ាស៊ីនពីខាងក្រោមយកមកដាក់បាទហើយសម្រាប់បងប្អូនមានបំណងចង់សាងសង់ហើយបងប្អូនអត់មានពេលថែទាំណាបងប្អូនអាចយកសេវាថែទាំប្រចាំខែបានណាជួយបងប្អូនរហូតដល់បងប្អូនចេះថែទាំខ្លួនឯងបាទឥឡូវនេះយើងទទួលថែទាំផ្ទះច្រើនហើយក្រុមការងារគឺចែកផ្លូវគ្នាដើរវិលជុំបន្តរហូតយើងមកបន្ថែមក្លិនបន្ថែមអីបន្តិចដើម្បីតាក់ទាញនេះបាទក្លិននេះមិនមែនក្លិនគីមីអីទេគឺក្លិនដែលយើងធ្វើខ្លួនឯងសម្រាប់បាញ់នៅក្នុងផ្ទះណាបាទធ្វើបាញ់ជូនអតិថិជនមកសេវាថែទាំហ្នឹងបូកទាំងក្លិនដែលយើងធ្វើមកឲ្យទៀតបាទចឹងអរគុណសម្រាប់បងប្អូនដែលគាំទ្រក្រុមការងារតាំងពីដើមរហូតមក